ស្លឹកត្របែកគឺជាឱសថទិព្វដ៏អស្ចារ្យនិងមានគុណតម្លៃបំផុតដែលផ្ដល់គុណប្រយោជន៍រាប់មិនអស់ដល់សុខភាពរបស់មនុស្សយើងទី1ស្លឹកត្របែកល្អសម្រាប់បេះដូងស្លឹកត្របែកវាមានសារធាតុចិញ្ចឹមជាច្រើនដែលមានឥទ្ធិពលល្អក្នុងការជួយកាត់បន្ថយនៅកម្រិតខូលេស្តេរ៉ុលអាក្រក់ដែលគេឲ្យឈ្មោះថា LDL និងបង្កើនកម្រិតខូលេស្តេរ៉ុលល្អដែលគេឲ្យឈ្មោះថា HDL ដែលជួយការពារស្ថានភាពដូចជាជំងឺសរសៃឈាមបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលជាដើមទី2ស្លឹកត្របែកជួយពង្រឹងភាពធន់របស់រាងកាយស្លឹកត្របែកផ្ដល់នូវវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលសារធាតុទាំងអស់នេះមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើងដែលអាចជួយបណ្ដេញនូវមេរោគការពារការឆ្លងរោគនិងការពារនូវជំងឺដែលបង្កឡើងដោយពពួកបាក់តេរីផងដែរទី3ស្លឹកត្របែកជួយគ្រប់គ្រងជាតិស្ករក្នុងឈាមស្លឹកត្របែកត្រូវបានគេរកឃើញថាវាមានសមាសធាតុម្យ៉ាងដែលមានសមត្ថភាពខ្ពស់ក្នុងការរារាំងសកម្មភាពរបស់អង់ស៊ីមដែលគេឲ្យឈ្មោះថា alpha glucosidase ដែលដំណើរការនេះវាជួយឲ្យការស្រូបយកជាតិស្ករទៅក្នុងឈាមត្រូវបានកាត់បន្ថយដូច្នេះជាតិស្ករក្នុងឈាមក៏ត្រូវបានរក្សាក្នុងកម្រិតមួយដែលមានស្ថិរភាពទី4ស្លឹកត្របែកផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារស្លឹកត្របែកមានអង់ស៊ីមម្យ៉ាងដែលអាចជួយបំបែកប្រូតេអ៊ីនបានយ៉ាងល្អបំផុតវាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែមានប្រសិទ្ធភាពល្អដែលអាចធ្វើឲ្យការទទួលទានអាហារកាន់តែមានភាពល្អប្រសើរជាងមុនលើសតែពីនេះលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃស្លឹកត្របែកវាក៏ជួយកាត់បន្ថយនៅអាការៈដំបៅដែលធ្វើឲ្យប្រសើរឡើងនៅបញ្ហាក្នុងក្រពះនិងអាចព្យាបាលនៃការហើមពោះជួយពង្រឹងប្រព័ន្ធរំលាយអាហារជាមួយនឹងការទល់លាមកជាដើមផងដែរទី5ស្លឹកត្របែកល្អសម្រាប់សុខភាពភ្នែកស្លឹកត្របែកត្រូវបានគេរកឃើញថាវាមានវីតាមីន A យ៉ាងច្រើនដែលវាអាចជួយកែលម្អសុខភាពភ្នែកការពារភ្នែកពីពន្លឺពណ៌ខៀវក៏ដូចជាពន្លឺយឺតភាពចាស់នៃភ្នែកនិងការពារជំងឺភ្នែកឡើងបាយផងដែរក្រៅតែពីនេះការដែលប្រើប្រាស់ទឹកស្លឹកត្របែកជាប្រចាំវាក៏ជួយកាត់បន្ថយភាពអស់កម្លាំងនៃភ្នែកនិងអាចជួយព្យាបាលភ្នែកស្ងួតបានទៀតផងទី6ស្លឹកត្របែកជាឱសថព្យាបាលជំងឺក្អកនិងផ្ដាសាយវីតាមីន A និងជាតិដែកដែលមាននៅក្នុងស្លឹកត្របែកពួកវាទាំងអស់មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺក្អកនិងជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធភាពការដែលប្រើប្រាស់ទឹកស្លឹកត្របែកគឺជាវិធីមួយដើម្បីកម្ចាត់ស្លេសក្នុងបំពង់កសម្អាតផ្លូវដង្ហើមនិងសួតរបស់មនុស្សយើងទី7ស្លឹកត្របែកជួយព្យាបាលជំងឺមាត់ធ្មេញទឹកស្លឹកត្របែកក៏មានប្រយោជន៍មួយផ្សេងទៀតដែរគឺការដែលធ្វើឲ្យធ្មេញនិងមាត់មានសុខភាពល្អស្លឹករុក្ខជាតិមួយប្រភេទនេះវាមានសារធាតុសកម្មដែលគេឲ្យឈ្មោះថា adrigen ដែលជួយរឹតបន្តឹងឫសធ្មេញរបស់មនុស្សយើងលើសតែពីនេះវាក៏ជួយកាត់បន្ថយការឈឺចាប់ធ្មេញផងដែរដោយលោកអ្នកអាចយកស្លឹកត្របែកស្រស់មកបុកហើយលាបត្រង់កន្លែងដែលអញ្ចាញធ្មេញហើមឬក៏ឈឺនោះដើម្បីប្រើប្រាស់ស្លឹកត្របែកឲ្យបានត្រឹមត្រូវលោកអ្នកគួរជ្រើសរើសស្លឹកត្របែកណាដែលមានសុខភាពល្អមិនត្រូវបានវាយប្រហារដោយសត្វល្អិតបន្ទាប់មកលោកអ្នកអាចហាលវាឲ្យស្ងួតល្អនិងអាចយកវាមកឆុងជាមួយនឹងទឹកក្តៅធ្វើដូចជាទឹកតែបានផងដែរហើយការប្រើម្ដងយកតែ5ឬ6សន្លឹកប៉ុណ្ណោះដាក់ចូលទៅក្នុងឆ្នាំងដែលមានទឹកពុះលោកអ្នកត្រូវដាំឲ្យពុះរហូតដល់ទឹកថយចុះមកកម្រិតត្រឹម 1/3 នៃបរិមាណទឹកដើមបន្ទាប់មកបិទចង្ក្រានហើយទុកឲ្យត្រជាក់បន្ទាប់មកលោកអ្នកអាចផឹក2ដងក្នុងមួយថ្ងៃដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលទៀតនោះលោកអ្នកក៏អាចដាក់ស្លឹកត្របែកស្ងួតក្នុងពែងមួយរួចចាក់ទឹកក្តៅប្រហែល250មីលីលីត្រហើយត្រាំរយៈពេល10នាទីដែលលោកអ្នកអាចផឹកវានៅពេលថ្ងៃបានលោកអ្នកក៏អាចយកស្លឹកត្របែកស្រស់មកដាំទឹកផឹកដោយយកស្លឹក5ទៅ10សន្លឹកដាក់ទៅក្នុងឆ្នាំងទឹកប្រហែល50មីលីលីត្ររួចដាំវាឲ្យពុះនិងត្រូវដាក់លើភ្លើងបើកតិចៗប្រហែល10នាទីបន្ទាប់មកទុកវាឲ្យត្រជាក់ល្មមដែលយើងអាចទទួលទានបានក៏ប៉ុន្តែលោកអ្នកត្រូវចំណាំដែរថាលោកអ្នកគួរផឹកតែ1ឬ2កែវប៉ុណ្ណោះក្នុងមួយថ្ងៃនិងត្រូវផឹកក្រោយពីទទួលទានអាហាររួចម្យ៉ាងទៀតបន្ទាប់បីជាស្លឹកត្របែកមានប្រយោជន៍ច្រើនក៏ពិតមែនក៏ប៉ុន្តែលោកអ្នកក៏ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការណែនាំត្រឹមត្រូវមុននឹងប្រើប្រាស់វា